សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនជនរួមជាតិខ្មែរក្នុងនិងក្រៅប្រទេសជាទីគោរពស្រឡាញ់ថ្ងៃនេះខ្ញុំបាទឈួនបរិយជាអតីតថ្នាក់ដឹកនាំគណៈបកប្រឆាំងនៅក្នុងខេត្តបន្ទាយមានជ័យហើយក្នុងវីដេអូនេះខ្ញុំសូមធ្វើឡើងដើម្បីតាក់ទងទៅនឹងព្រំដែនចំនួនព្រំដែនមានន័យថារាល់ព្រំដែនកម្ពុជាថៃព្រំដែនវៀតណាមក្តីប្រមុខរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាហើយនឹងជាប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាខ្ញុំមានជឿជាក់ខ្ញុំមានភាពជឿជាក់ទៅលើមេដឹកនាំព្រោះគាត់អាចដោះស្រាយរាល់ផលពិបាកគ្រប់បែបយ៉ាងទៅដល់កម្ពុជាក៏ដល់ខ្ញុំនិងដល់ប្រជាពលរដ្ឋទាំងអស់គ្នាដែរដោយឡែកគណៈបព្វឆាំងដែលដឹកនាំដោយដុតឌិតសំរងស៊ីគឺគេហៅថាជនក្បត់ជាតិ3ចំនួននោះគាត់តែងតែប្រឆាំងឲ្យបងប្អូនទាំងគ្នាបះបោធ្វើឲ្យប្រទេសកម្ពុជាមានផលវឹកវរជានិច្ចជាច្រើនដងច្រើនលើកច្រើនសារមិនថាជាករណីអីផ្សេងគឺលើនេះគឺព្រំដែនគាត់បានចោទទៅរាជរដ្ឋាភិបាលថាធ្វើមិនច្រើនមែនទែនដូច្នេះបងប្អូនត្រូវតែមានភាពជឿជាក់ទៅលើមេដឹកនាំជឿជាក់ទៅលើសម្ដេចទាំងពីរខ្ញុំជឿជាក់អញ្ចឹងប្រសិនបើបងប្អូនមិនជឿជាក់បងប្អូនមើលកន្លែងនេះមានន័យថាគណៈបកសំរងស៊ីគណៈបកប្រឆាំងដែលដឹកនាំដោយលោកសំរងស៊ីនោះគាត់តែងតែប្រឆាំងហើយនៅពេលដែលមានបញ្ហាបងប្អូនគាត់រត់ចោលស្រុកទាំងអស់គ្នារត់ចោលស្រុកទាំងអស់គ្នានេះជាចំណុចពិសេសដែលយើងជាគណៈក្រមបង្គាប់ឬក៏ជាប្រជាពលរដ្ឋតើគួរជ្រើសរើសបុគ្គលមួយណាហើយខ្ញុំចេញវីដេអូនេះមិនមែនខ្ញុំឲ្យបងប្អូនជឿមកខ្ញុំឬក៏ជឿនរណាទេបងប្អូនមើលខ្លួនឯងតើបុគ្គលថ្នាក់ដឹកនាំប្រភេទណាដែលយើងគួរដើរតាមបាទគាត់មានបញ្ហារត់ចោលស្រុកតែសម្ដេចតេជោហ៊ុនសែននិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតមានបញ្ហាអ្វីផ្សេងៗគាត់នៅក្នុងប្រទេសគាត់ដោះស្រាយ1 2 3 4 5ជាមួយនឹងប្រទេសជិតខាងណាបងប្អូនហើយតាក់ទងនឹងគណៈបកប្រឆាំងណាបងប្អូនណាប្រទេសគេប្រឆាំងដូចគ្នាគេមានប្រឆាំងដូចគ្នាក៏ប៉ុន្តែមិនដូចខ្មែរទេគឺមានថាគេប្រឆាំងគឺគេមានធ្វើឲ្យភាពរីកចម្រើនបងប្អូនអាចគិតមើលនៅប្រទេសថៃក៏មានគណៈបកប្រឆាំងដែរគ្រប់ពិភពលោកប្រទេសទាំងអស់គឺត្រូវមានគណៈបកប្រឆាំងក៏ប៉ុន្តែគឺដោយឡែកខុសតែខ្មែរគឺមានដឹកនាំដោយដុនឌិតសំរងស៊ីគណៈបកប្រឆាំងនេះគឺប្រឆាំងខុសពីដល់គេមានថាកំតិចនឹងធ្វើឲ្យចលាចលដល់ប្រជាពលរដ្ឋកម្ពុជាយើងប្រសិនបើបងប្អូនសុខសន្តិភាពអត់សុខមានសន្តិភាពបងប្អូននឹងពិបាកមែនទែនបងប្អូនបែកបាក់សាមគ្គីរស់បែកបាក់សាមគ្គីស្លាប់តើបងប្អូនជ្រើសរើសមួយណាតើបងប្អូនគួរជ្រើសរើសមេដឹកនាំប្រភេទណាតើគួរជ្រើសរើសដុនឌិតសំរងស៊ីក្បត់ជាតិឬក៏ជ្រើសរើសសម្ដេចហ៊ុនសែនប្រមុខរដ្ឋនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំវីដេអូនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាវិភាគនិងខ្លាំងខ្លួនឯងថាតើគួរជ្រើសរើសបុគ្គលបែបណាអញ្ចឹងបងប្អូនគិតមើលតែខ្ញុំវីដេអូនេះបងប្អូនអាចចាក់សារមើលម្ដងទៀតកន្លែងណាដែលខុសឆ្គងបងប្អូនមើលបងប្អូនសម្រេចចិត្តមានតែប្រជាពលរដ្ឋកម្ពុជាមួយគត់ដែលជាអ្នកសម្រេចចិត្តទៅលើធ្វើឲ្យប្រទេសជាតិរីកចម្រើនអញ្ចឹងដូច្នេះបងប្អូនត្រូវតែមើលទៅលើមេដឹកនាំជ្រើសរើសសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលដឹកនាំដោយនាយករដ្ឋមន្ត្រីនោះហើយនឹងសម្ដេចហ៊ុនសែនដែលជាប្រមុខរដ្ឋដែលជាមគ្គុទេសរដ្ឋដឹកនាំរដ្ឋកម្ពុជាឲ្យកាន់ទៅคล้ายទៅជាវីរៈបរិជាតិនិងអ្នកស្នាជាតិជួយប្រទេសជាតិពិតប្រាកដក្នុងជំនាន់សម្ដេចតេជោនេះបងប្អូនសូមបងប្អូនសង្កេតមើលហើយបងប្អូនសាកសម័យមើលវិភាគទៅលើកត្តាទៅអត់ឡើងវិញតើប្រជាពលរដ្ឋកម្ពុជាស្ថិតនៅក្នុងចំណុចណារបស់អ្នកណាអ្នកសម្រេចចិត្តគឺខ្លួនយើងប្រជាពលរដ្ឋកម្ពុជាយើងអ្នកសម្រេចចិត្តប្រសិនបើយើងសម្រេចចិត្តខុសបងប្អូននឹងវេទនាទាំងអស់គ្នាយ៉ាងណាមិញចំនួនព្រំដែនកម្ពុជាថៃប្រសិនបើបងប្អូនមានបញ្ហាអ្នកព្រំដែនប៉ោយប៉ែតអ្នកព្រំដែនស្មាច់អូច្រោផ្សេងដែលជាប់នៅព្រំដែនហ្នឹងគឺជាបុគ្គលដែលពិបាកវេទនាបំផុតបងប្អូនតែងតែជួបហើយតែតែដឹងហើយខ្ញុំអ្នកវិធីមិនចេះខ្ញុំដឹងគឺពិបាកមែនទែនដូច្នេះគឺកូនខ្មែរគ្រប់រូបមិនចង់មានសង្គ្រាមទេមិនចង់មានបញ្ហានៅព្រំដែនទេប្រណាបិទច្រកទាំងអស់គឺសេដ្ឋកិច្ចយើងពិបាកហើយដូច្នេះបងប្អូនសូមជឿជាក់មុតមមទៅលើរាជរដ្ឋាភិបាលជឿជាក់ទៅលើសម្ដេចហ៊ុនសែនជឿជាក់ទៅលើសម្ដេចបវរធិបតីហ៊ុនម៉ាណែតខ្ញុំមានវីដេអូប៉ុណ្ណេះហើយសូមបងប្អូនទាំងអស់គ្នាវិភាគនិងថ្លៃពិចារណាថាតើគួរជ្រើសរើសនិងគួរអនុវត្តគ្រប់គ្រងគណៈបកប្រជាជនរឿងគ្រប់គ្រងសម្ដេចហ៊ុ
ហ៊ុនសែនឬក៏សម្ដេចហ៊ុនម៉ាណែតសូមគោរពអរគុណហើយសូមជម្រាបលា